សួស្តីបងប្អូនអរគ្នាបាទជាពិសេសបាទ fan ពូត្រូលទាំងអស់គ្នាបាទហើយបងប្អូនអ្នកខ្លះដែលបានមើលរឿងបាទម្ចាស់ស្នេហ៍ប្រែបេះដូងបាទតាំងពីភាគ1រហូតមកដល់ភាគ3បាទហើយសម្រាប់ភាគ4គឺនឹងចេញនៅថ្ងៃហ្នឹងឯងបងប្អូនបាទគឺចេញនៅយប់ហ្នឹងតែម្ដងបាទនៅថ្ងៃទី18ប្រហែលជាម៉ោង7ម៉ោង8ហ្នឹងបងប្អូនអរគ្នាអញ្ចឹងចាំមើលទាំងអស់គ្នាថារឿងភាគ4ហ្នឹងវាល្អមើលប៉ុណ្ណាអញ្ចឹងណាដោយសារតែភាគ3របស់យើងគឺប្រូវីតនឹងបានដេញម៉ាលីទៅផ្ទះប៉ុន្តែគាត់ថាដេញទៅគឺទៅអត់បានជោគជ័យទេបងប្អូនអរគ្នាបាទដោយសារតែយាយញក់គាត់បានជូនពរឲ្យឡានបែកកង់បន្ទាប់មកឡានប្រូវីតក៏បែកកង់ដូចគាត់និយាយមែនបងប្អូនអញ្ចឹងហើយធ្វើឲ្យនាងម៉ាលីហ្នឹងគឺអត់បានទៅផ្ទះបានសម្រេចទេបងប្អូនគឺចាំមើលភាគ4ហ្នឹងបាទគឺគាត់វិចមិនវិចទៅទៀតហើយគាត់ក៏បានអត់នាំទៅផ្ទះទេគឺគាត់នាំទៅកន្លែងលោកស្នេហ៍របស់គាត់អញ្ចឹងណាបងប្អូនបាទហើយសាច់រឿងនេះមើលទៅហាក់បីដូចជាឃើញប្រូវីតហ្នឹងគាត់ហាក់បីដូចជាអត់ចង់ឲ្យម៉ាលីហ្នឹងទៅរញ៉េរញ៉ៃមួយណាគេទេនិយាយទៅគឺគាត់មានចិត្តស្រឡាញ់នាងម៉ាលីហ្នឹងអញ្ចឹងណាសូម្បីតែប្រូជេនណាក៏គាត់អត់ឲ្យញ៉េរញ៉ៃមួយដែរបាទគឺគាត់អត់ឲ្យចេះដឹងរឿងរបស់គាត់ទេអញ្ចឹងចាំមើលថាភាគ4បាទនាងម៉ាលីហ្នឹងគេរកឃើញទៀតអត់អញ្ចឹងណាដោយសារតែភាគ3ហ្នឹងគឺបានសង្សារប្រូជេននឹងឃើញដោយសារតែឲ្យគាត់ពួនប្រឡោះក្រែប្រឡោះសាឡុងបងប្អូនប៉ុន្តែគាត់ពួនខាងក្រៅវាំងដូនទៅបាទមើលតាមកញ្ចក់ឃើញអញ្ចឹងទៅក៏សង្សារប្រូវីតខឹងអញ្ចឹងណាហើយបន្ទាប់មកក៏ដេញឲ្យដេញនាងម៉ាលីនឹងចេញហើយបន្ទាប់មកប្រូវីតគាត់ក៏បាននាំនាងម៉ាលីទៅកន្លែងធ្វើការកន្លែងលោកស្នេហ៍របស់គាត់អញ្ចឹងទៅអញ្ចឹងសាច់រឿងនេះមិនដឹងថាប្រហែលភាគទៀតចប់ទេបងប្អូនប៉ុន្តែដឹងតែភាគ4នឹងដឹងតែល្អមើលទៀតហើយអញ្ចឹងបងប្អូនអរគ្នាបាទកុំភ្លេចតាមដានទាំងអស់គ្នាបាទនៅភាគ4នៅយប់នេះតែម្ដងបាទគឺ2ថ្ងៃគឺគាត់ចេញមកភាគបងប្អូនបាទអញ្ចឹងហើយ fan ពូត្រូលទាំងអស់គ្នាគឺសិតតែតន្ទឹងរង់ចាំមើលភាគ4ទាំងអស់គ្នាហើយបាទរួមទាំងខ្ញុំផងដែរខ្ញុំក៏ចាំមើលដែរដោយសារតែខ្ញុំបានតាមដានរឿងគាត់ច្រើនហើយបងប្អូននិយាយទៅមើលសឹងតែគ្រប់រឿងទាំងអស់តាំងពីគាត់ផលិតរឿងមកគឺខ្ញុំមើលតែរំលងទេមានន័យថាឲ្យតែមានរឿងមកគឺខ្ញុំមើលរហូតតែម្ដងគឺខ្ញុំចូលចិត្តមើលរឿងរបស់គាត់ហើយតាមមួយការសម្ដែងរបស់គាត់មើលទៅហាក់បីដូចជាពេលដែលយើងមើលហើយគឺយើងមានអារម្មណ៍ថាសប្បាយចិត្តអញ្ចឹងហើយគឺខ្ញុំតាមដានរឿងគាត់ខ្លាំងមែនតើអញ្ចឹងហើយបើសិនជាបងប្អូនណាបាទតាមដានគាត់រឿងតាំងពីដើមដូចខ្ញុំបាទកុំភ្លេចជួយ comment ម្នាក់មួយហើយក៏ដូចជាជួយ subscribe នៅ channel YouTube របស់ខ្ញុំបានម្នាក់មួយផងអញ្ចឹងហើយយើងចាំតែអត់មើលទេបាទចាំមើលថាភាគ4ហ្នឹងគឺនាងម៉ាលីហ្នឹងទៅទីយ៉ាងណាបាទជាមួយនឹង Profit ហ្នឹងបាទដោយសារតែពីនេះគឺមើលទៅគាត់ហាក់បីដូចជាអត់លក្ខណៈថាឌឺគ្នាទៅវិញទៅមកអញ្ចឹងណាដោយសារនាងម៉ាលីគាត់ចូលចិត្តឌឺគាត់ខឹងអញ្ចឹងគាត់មកធ្វើការហ្នឹងគឺគាត់មកសងសឹកទេគាត់មិនមែនចង់មកធ្វើការឲ្យប្រូវីតហ្នឹងទេគឺគាត់មកសងសឹកប៉ុន្តែចង់មកចប់ដឹងតែគាត់គឺជាគូគ្នាហើយដឹងតែពីរនាក់ហ្នឹងគឺដឹងតែដៃគូជាមួយគ្នាហើយអញ្ចឹងហើយបាទចាំមើលសាច់រឿងទាំងអស់គ្នាថារឿងទៅមុខទៀតវាទៅជាយ៉ាងណាអញ្ចឹងណាបងប្អូនបាទអញ្ចឹងហើយគឺយើងចាំមើលទាំងអស់គ្នាថារឿងហ្នឹងចេញភាគ4ហ្នឹងបាទនាងម៉ាលីបានទៅផ្ទះឬក៏បាននៅកន្លែងលោកស្នេហ៍ហ្នឹងបាទយើងចាំមើលទាំងអស់គ្នាបាទអញ្ចឹងវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរបងប្អូនអរគ្នាបាទជម្រាបជួយចុច like និង subscribe channel ខ្ញុំបានម្នាក់មួយផងបាទបាយបាយ